សូមជូនរឿងព្រះមហោសថកាលពីរាប់ពាន់ឆ្នាំមុននៅលើទឹកដីនៃព្រះរាជាណាចក្រមិថិលាមានរឿងរ៉ាវដ៏អស្ចារ្យមួយបានកើតឡើងនិងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថ្ងៃមួយផ្ទៃមេឃស្រាប់តែប្រែជាពណ៌មាសស្រទុំផ្សាយក្លិនក្រអូបផ្សាយភាយពេញភូមិឋានរបស់លោកសេដ្ឋីសិរីវឌ្ឍនៈនិងនាងសុមនាទេវីនៅក្នុងថ្ងៃដែលទារកតូចម្នាក់ប្រសូតមកមិនមែនមានតែសំឡេងយំទាមទារបើដូចក្មេងដទៃនោះឡើយប៉ុន្តែអ្វីដែលប្លែកបំផុតនោះគឺនៅក្នុងប្រអប់ដៃដ៏ទន់ខ្ចីរបស់ទារកតូចមានក្តាប់នៅដុំថ្នាំទឹកមួយដុំយ៉ាងណែនលោកសេដ្ឋីជាឪពុកដែលកំពុងតែរងទុក្ខវេទនាដោយសារជំងឺឈឺក្បាលរ៉ំរ៉ៃជាច្រើនឆ្នាំក៏មានអារម្មណ៍ជំរុញចិត្តយ៉ាងចម្លែកលោកបានយកដុំថ្នាំនោះទៅដុសនឹងទឹករួចយកមកលាបលើក្បាលរបស់ខ្លួនហើយភ្លាមនោះភាពឈឺចាប់ទាំងឡាយក៏រលាយបាត់ដូចផ្សែងដោយសារតែបារមីឱសថដ៏ស័ក្តិសិទ្ធិចាប់តាំងពីថ្ងៃប្រសូតទើបឪពុកម្ដាយសម្រេចចិត្តដាក់ឈ្មោះឲ្យកុមារនោះថាមហោសថកុមារដែលកើតមកដើម្បីជួយសង្គ្រោះពិភពលោកដោយឱសថនិងប្រាជ្ញាពេលវេលាកន្លងទៅយ៉ាងលឿនមហោសថមិនមែនជាក្មេងប្រុសធម្មតាដែលចូលចិត្តតែការលេងសើចកម្សាន្តនោះឡើយនៅអាយុទើបតែ7ឆ្នាំកុមារមហោសថមានរូបសម្បត្តិមាំមួននិងមានគំនិតប្រាជ្ញាវែងឆ្ងាយប្រៀបដូចជាមនុស្សចាស់វស្សាមហោសថបានបបួលមិត្តភក្តិកុមារចំនួន1000 នាក់មកសហការគ្នាដើម្បីសាងសង់សាលាសំណាក់ធំមួយនៅកណ្ដាលភូមិនៅក្នុងសាលានោះមិនមែនមានតែកន្លែងសម្រាប់ក្មេងលេងឬកន្លែងសម្រាប់អ្នកដំណើរសម្រាប់ប៉ុណ្ណោះទេប៉ុន្តែជាទីកន្លែងមួយដែលបានរួមចំណែកសំខាន់បំផុតដែលត្រូវបានមហោសថរៀបចំឡើងធ្វើជាតុលាការសម្រាប់ដោះស្រាយក្តីសំឡេងរបស់កុមារមហោសថបានល្បីរន្ទឺពេញស្រុកភូមិថាអ្នកណាមានទុក្ខសោកអ្នកណាមានចំនួនរោគខុសត្រូវមិនឃើញសូមអញ្ជើញមកទីនេះចៅមហោសថនឹងកាត់ក្តីជូនថ្ងៃមួយមានរឿងរ៉ាវដ៏ផ្អើលឆោឡោមួយបានកើតឡើងនៅចំពោះមុខតុលាការរបស់កុមារមហោសថនោះគឺរឿងក្តីដណ្ដើមកូនស្ត្រី2នាក់កំពុងតែប្រទីងប្រទង់កាន់ជើងកាន់ដៃទារកតូចម្នាក់ទាំងយំស្រែកដណ្ដើមគ្នាថាជាកូនបង្កើតរៀងខ្លួននៅក្នុងនោះម្នាក់ជាម្ដាយបង្កើតពិតប្រាកដចំណែកឯម្នាក់ទៀតគឺជាយក្សស្រីដែលបានប្រឡាខ្លួនជាមនុស្សដើម្បីមកលួចក្មេងមហោសថបានត្រឹមតែញញឹមរួចពោលទៅកាន់ស្ត្រីទាំងពីរថាយើងមិនដឹងថានរណាជាម្ដាយពិតប្រាកដទេឥឡូវបែបនេះចុះចូលអ្នកទាំងពីរចាប់ទាញក្មេងនេះម្នាក់មកខាងបើអ្នកណាទាញឈ្នះក្មេងនេះនឹងបានទៅអ្នកនោះការប្រកួតចាប់ផ្ដើមឡើងភ្លាមយក្សស្រីខំប្រឹងទាញកុមារតូចយ៉ាងសាហាវឃោឃៅដោយមិនខ្វល់ពីការឈឺចាប់របស់ក្មេងឡើយខណៈដែលទារកតូចចាប់ផ្ដើមយំស្រែកដោយការឈឺចាប់យ៉ាងខ្លាំងរំពេចនោះស្ត្រីម្នាក់ទៀតស្រាប់តែលែងដៃភ្លាមនាងបានដួលទៅលើដីយំខ្សឹកខ្សួលហូរទឹកភ្នែកជោកថ្ពាល់ព្រោះមិនអាចទ្រាំឃើញកូនសម្លាញ់ត្រូវឈឺចាប់បាក់ដៃបាក់ជើងបានឡើយមហោសថក៏ក្រោកឈរឡើងរួចចង្អុលទៅស្ត្រីដែលលែងដៃនោះហើយប្រកាសក្តែងថានាងនេះហើយជាម្ដាយបង្កើតព្រោះបេះដូងរបស់ម្ដាយពិតប្រាកដគឺសុខចិត្តលះបង់ការចង់ឈ្នះដើម្បីកុំឲ្យកូនរបស់ខ្លួនរងការឈឺចាប់ចំណែកឯម្នាក់ទៀតជាយក្សកំណាចក្រោយការកាត់ក្តីដ៏ត្រឹមត្រូវនេះអ្នកស្រុកគ្រប់គ្នាបានស្រែកហូកញ្ជ្រៀវនិងកោតសរសើរប្រាជ្ញារបស់កុមារមហោសថជាពន់ពេកម្នាក់លាន់មាត់សរសើរមហោសថថាជាទេវតាចាប់ជាតិដំណឹងខ្ទោកទាពីទេវតាចាប់ជាតិនេះបានដឹងទៅដល់ព្រះបាទវិទេហារីព្រះអង្គក៏បានហៅមហោសថឲ្យចូលព្រះរាជវាំងទាំងវ័យក្មេងដើម្បីធ្វើជាមហាសេនាធិការនិងរាជបណ្ឌិតការសាក់លបងដ៏ធំបំផុតក្នុងជីវិតរបស់មហោសថ
បានមកដល់នៅពេលដែលព្រះបាទជលនីស្ដេចនៃនគរបញ្ចាល៍បានដឹកនាំកងទ័ពដ៏មហិមារាប់លាននាក់មកឡោមព័ទ្ធនគរមិថិលាសត្រូវមានបំណងចង់បង្អត់បាយទឹកនិងសម្លាប់រាល់មនុស្សនៅក្នុងក្រុងប៉ុន្តែមហោសថមិនមានការតក់ស្លុតឡើយលោកបានប្រើប្រាជ្ញាវិបកផ្លូវចិត្តដោយបញ្ជាឲ្យគេបោះត្រីរូសនិងបន្លែស្រស់ចេញទៅក្រៅកំពែងក្រុងទៅវិញឧបាយកលនេះធ្វើឲ្យទ័ពសត្រូវគិតថានៅក្នុងក្រុងមានស្បៀងអាហារហូរហៀររាប់ឆ្នាំក៏មិនអស់ដែររហូតធ្វើឲ្យពួកគេបាក់ទឹកចិត្តយ៉ាងខ្លាំងមិនតែប៉ុណ្ណោះពេលសត្រូវប្រើល្បិចស្រីស្អាតលបងស្ដេចវិទេហរាជឲ្យទៅជួបក្នុងវាំងសត្រូវដើម្បីសម្លាប់ចៅមហោសថបានមើលធ្លុះផែនការនេះភ្លាមលោកបានបញ្ជាឲ្យកងទ័ពជីករួមក្រោមដីដ៏អាតកំបាំងមួយដែលតុបតែងលម្អដោយកែវកងពីទូលសូរកាន់ចាក់ទម្លុះពីក្រៅក្រុងទៅចំកណ្ដាលព្រះរាជវាំងរបស់ស្ដេចសត្រូវនៅរាត្រីដ៏ស្ងាត់ជ្ងុំតាមរយៈរួមក្រោមដីនោះមហោសថបានដឹកនាំទ័ពលួចចូលទៅចាប់មេត្តាភរិយានិងបុត្រីរបស់ស្ដេចសត្រូវមកធ្វើជាចំណាប់ខ្មាំងដោយមិនបាច់បង្ហូរឈាមសំបីមួយដំណក់រួចហើយក៏ជួយសង្គ្រោះព្រះរាជាខ្លួនត្រឡប់មកវិញដោយសុវត្ថិភាពនៅពេលព្រះបាទជលនីដឹងខ្លួនថាចាញ់ល្បិចកលមហោសថទាំងស្រុងហើយក្រុមគ្រួសារត្រូវស្ថិតនៅក្នុងដៃរបស់មហោសថទៀតព្រះអង្គគិតថាខ្លួនមុខជាត្រូវស្លាប់ជាមិនខានប៉ុន្តែខុសពីការគិតទាំងស្រុងមហោសថបានដើរចេញមកដោយភាពទន់ភ្លន់លុតជង្គង់ចុះរួចហុចព្រះខ័នថ្វាយទៅព្រះបាទជលនីវិញលោកថែមទាំងបានដោះលែងរាជវង្សានុវង្សទាំងអស់ដោយគ្មានលក្ខខណ្ឌព្រមទាំងពោលថាជ័យជំនះដែលបានមកពីការសម្លាប់និងការសងសឹកមិនមែនជាជ័យជំនះពិតប្រាកដឡើយមានតែការយល់យោគនិងសន្តិភាពទេទើបជាជ័យជំនះដ៏ពិតប្រាកដព្រះបាទជលនីស្រក់ទឹកភ្នែកដោយក្តីរំភើបនិងកោតស្ញប់ស្ញែងរួចលាន់មាត់ថាបញ្ញារបស់កុមារម្នាក់នេះខ្ពស់ជាងមេឃជ្រៅជាងមហាសមុទ្រហើយចិត្តធម៌របស់គេគឺបរិសុទ្ធដូចទេវតាចាប់តាំងពីថ្ងៃនោះមកនគរទាំងពីរបានប្រែពីសត្រូវមកជាមិត្តដោយបន្សល់ទុកនៅតម្លៃអប់រំថាកម្លាំងបាយអាចឈ្នះមនុស្សមួយក្រុមប៉ុន្តែបញ្ញានិងគុណធម៌អាចឈ្នះចិត្តមនុស្សនៅក្នុងពិភពលោកសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តអរគុណសម្រាប់ការទស្សនារាត្រីសួស្តី